ជ័យយោបកប្រជាជនដឹកនាំរាជពុនខ្មែរដល់សពថ្ងៃអស់ចាពេកក្រៃលោកលោកស្រីគណៈបតីជាកិត្តិយសនិងសមាជិកានៃអង្គពិធីជាទីគោរពថ្ងៃនេះជាថ្ងៃដ៏មហារលឹកឧត្តមឧត្តមនិងមោទនភាពខ្ពស់បំផុតសម្រាប់យើងខ្ញុំទាំងអស់គ្នាជាសមាជិកបកថ្មីរបស់គណៈបកប្រជាជនកម្ពុជាហើយត្រូវបានប្រកាសបញ្ចូលជាសមាជិកនៃគណៈបកប្រជាជនកម្ពុជានាពេលនេះដើម្បីសម្ដែងនូវអំណរអគុណនិងការគោរពជឿជាក់ចំពោះគណៈបកប្រជាជនកម្ពុជាខ្ញុំសូមបដិញ្ញាចិត្តដូចតទៅបដិញ្ញាអនុវត្តនិងគោរពប្រតិបត្តិគោលនយោបាយនិងលក្ខន្តិកៈរបស់គណៈបកប្រជាជនកម្ពុជាឲ្យខ្ជាប់ខ្ជួនបដិញ្ញាបដិញ្ញាបដិញ្ញាចូលរួមយ៉ាងសកម្មជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនថែមទៀតបញ្ញា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 កសាងអ្នកដំណងល្អជាមួយប្រជាជនខិតខំទស្សនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណៈបកនិងច្បាប់របស់រដ្ឋជូនប្រជាជនបញ្ញា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 ហើយរក្សាការសម្ងាត់របស់គណៈបកនិងវាយបកតាន់ពេលវេលាគ្រប់កម្មភាពប្រឆាំងនានាដែលមានគោលបំណងមានប្រហារមកលើគណៈបកប្រជាជនកម្ពុជាបញ្ញ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 ាចលនាមុខភ័ក្របងប្អូនញាតិសន្តានឲ្យចូលរួមគ្រប់គ្រងចំពោះគណៈបកប្រជាជនកម្ពុជានិងបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាតាមពាក្យស្លោកសមាជិកបកមួយនោះគឺជាសម្លេងឆ្នោតគ្រប់គ្រងគណៈបកមួយសន្លឹកព្រមទាំងចូលរួមយ៉ាងសកម្មបំផុតនៅក្នុងយុទ្ធនាការបោះឆ្នោតនាពេលនេះនឹងតទៅខាងមុខបន្តបញ្ញា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 មានតែគណៈបកប្រជាជនកម្ពុជាដែលថែរក្សាសន្តិភាពស្ថិរភាពសង្គមដើម្បីអភិវឌ្ឍប្រទេសជាតិបានជ័យយោគណៈបកប្រជាជនកម្ពុជាទៅរុងរឿងជ័យយោជ័យយោជ័យយោនៅទីបញ្ចប់ខ្ញុំសូមគោរពជូនពរអាយដាមប្រធានគណៈបតីភ្ញៀវកិត្តិយសសមាជិកានៅក្នុងពិធីទាំងមូលសូមទទួលបាននូវពុទ្ធពរទាំងមូលប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាដោយសូមព្រះពុទ្ធ